ស្រីក៏ក្រោកទៅមើលក៏ចំណាំកូនបានលោកសទ្ធីនេះគ្រាន់តែដឹងថាជីកូនប៉ុណ្ណឹងគាត់ក៏ទន់ជង្គង់ស្រឹមញ័រអស់ខ្លួនហើយក្រហោយំឯញោមប្រុសពេលដឹងថាជីកូនក៏យំដូចគ្នាចំណែកឯភិក្ខុជីកូនក៏យំសូមជូនរឿងសវណ្ណសាមនៅក្នុងក្រុងសាវត្ថីមានគ្រួសារមហាសេដ្ឋីមួយដែលមានតែកូនប្រុសតែម្នាក់ដែលជាទីស្រឡាញ់របស់លោកសេដ្ឋីនិងសេដ្ឋីមីយ៉ាងក្រៃលែងណាស់ស្មើនឹងកែវភ្នែកស្មើនឹងជីវិតហើយពេលមួយសេដ្ឋីបុត្រឡើងទៅកាន់ប្រាសាទបើកបង្អួចទៅក៏ឃើញមហាជនកាន់គ្រឿងសក្ការៈភេទជ្ជៈផ្កាកម្រងដើរសំដៅទៅជេតុពុនមហាវិហារហើយក៏គិតក្រុងចិត្តថាយើងក៏គួរតែទៅវត្តជាតពុនដែរក៏បានរៀបចំគ្រឿងសក្ការៈផ្សេងធ្វើដំណើរដើរទៅជាមួយនឹងឧបាសកឧបាសិកាទៅកាន់ជេតុពុនមហាវិហារក្នុងការនោះព្រះសម្មាសម្ពុទ្ធជារិញស្រីព្រះអង្គទ្រង់ព្រះសម្ដែងព្រះធម៌យ៉ាងពិរោះប្រោសដល់ពុទ្ធបរិស័ទក្នុងការនោះសិទ្ធិបុត្របានស្ដាប់ធម៌របស់ព្រះអង្គហើយក៏មានសេចក្តីជ្រះថ្លានៅក្នុងកាលបព្វជិចង់បានបព្វជិនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងសាសនារបស់ព្រះអង្គចប់ធម៌ទេសនាមហាជននាំគ្នាទៅផ្ទះវិញឯសិទ្ធិបុត្រមិនទាន់ទៅវិញទេក៏ចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដើម្បីសូមបព្វជិឧបសម្បទាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាមនាសេដ្ឋីបុត្រតថាគតនឹងមិនបំបួសចំពោះកុលបុត្រណាដែលមេដាបិតាមិនអនុញ្ញាតឡើយក្រាបបង្គំព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងសូមមេត្តាបិតាដើម្បីបានបុព្វជិជាមិនខានបន្ទាប់មកសេដ្ឋីបុត្រក៏ថ្វាយបង្គំព្រះអង្គត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះវិញសេដ្ឋីបុត្រក៏ថ្វាយបង្គំមេដាបិតាហើយពោលថាបើពិតលោកពុកអ្នកម៉ែកូនសុំលោកទាំងពីរទៅបួសមេដាបិតាដែលមានកូនតែមួយជាទីស្រឡាញ់ស្មើជីវិតគ្រាន់តែឮថាកូនសុំទៅបួសភ្លាមញាប់ញ័រខ្លួនចិត្តដូចគេចាប់អង្រួននៅដើមឈើអញ្ចឹងហើយពោលខាត់កូនថាកូនហើយកូនប្រុសម្ដាយឪពុកនិងម្ដាយមានតែកូនម្នាក់ជាទីស្រឡាញ់ចុះបើកូនបួសទៅតាមេដាបិតានឹងមានអីជាទីពឹងតានរណានឹងបេញថាឪពុកម្ដាយនឹងរស់នៅបានដល់ថ្ងៃស្អែកឥឡូវនេះឪពុកម្ដាយចាស់ហើយកូនឲ្យកូនឯងទៅបួសឪពុកម្ដាយនៅចាស់ពីរញាក់ចឹងមិនដឹងស្លាប់ថ្ងៃណាថ្ងៃស្អែកមិនដឹងថ្ងៃខានស្អែកក៏មិនដឹងកូនឯងមិនបាច់បួសទេណាកូនសេដ្ឋីបុត្រគ្រាន់តែលឺឪពុកម្ដាយពោលបដិសេធហើយសេដ្ឋីបុត្រក៏ពោលសុំអង្វរលោកឪពុកអ្នកម្ដាយដើម្បីបានបួសតែទោះបីអង្វរយ៉ាងណាក៏ឪពុកម្ដាយមិនយល់ព្រមឡើយពេលនោះសេដ្ឋីបុត្រក៏ដួលទន់ជង្គង់នៅលោកផែនដីហើយអត់បរិភោគអាហារអស់រយៈពេល7ថ្ងៃដោយឃើញកូនប្រុសអត់បរិភោគអាហារបែបនេះឪពុកម្ដាយក៏ពិភាក្សាគ្នាថាលោកបងកូនប្រុសយើងអត់បរិភោគអាហារអស់រយៈពេល7ថ្ងៃហើយបើទុកអញ្ចឹងទៀតច្បាស់ជាស្លាប់ជាមិនខានប៉ុន្តែយើងមានកូនប្រុសតែមួយទេអូនបើគេទៅបួសបាត់តើមាននរណានឹងនៅមើលថែពួកយើងនឹងទ្រព្យសម្បត្តិនេះទៅអូនតែបើបណ្ដោយបែបនេះទៀតកូនយើងប្រកបជាស្លាប់ជាមិនខានទេតែបើយើងឲ្យកូនទៅបួសនឹងគ្រាន់បានឃើញកូនយើងនៅក្នុងភាពជាភ្នោះដែរឲ្យកូនយើងទៅបួសទៅណាលោកបងហើយសម្រេចតាមនឹងទៅចោះបន្ទាប់ពីបានសន្ទនាគ្នារួចមកលោកសេដ្ឋីនិងសេដ្ឋីនេះក៏បានទៅរកសេដ្ឋីបុត្រដែលត្រីជាកូនប្រុសហើយពោលថាកូនហើយកូនឯងក្រោកឡើងឪពុកម្ដាយអនុញ្ញាតឲ្យកូនឯងទៅបួសហើយណាកូនសេដ្ឋីបុត្រគ្រាន់តែឮថាបានបួសប៉ុណ្ណឹងក៏ក្រោកឡើងអរគុណចំពោះឪពុកម្ដាយថ្វាយបង្គំងូតទឹកអីស្រួលបួលហូបអាហារហើយក៏ថ្វាយបង្គំមេត្តាបិតា
នឹងទៅវត្តចេតពុនដើម្បីនឹងបានបួសបន្ទាប់ពីបួសហើយលាពោសការៈនឹងក៏កើតឡើងចំពោះភិក្ខុដែរទើបបួសថ្មីនឹងដែលពពួកញាតិដែលគេមកជួបដោយគ្រឿងសក្ការៈផ្សេងបច្ច័យ4ក្រោយមកបានគ្រប់អាយុក៏បានឧបសុបទាជាភិក្ខុនៅក្នុងសំណាក់គ្រូអាចារ្យសិក្សារៀនសូត្របាន5ឆ្នាំបានចុងគេចេញពីពុកណៈនិងគេចេញពីពពួកញាតិក៏បានសុំប្រកម្មបឋានពីព្រះឧបជាទ្រទ្រង់នៅវិបស្សនាធុរៈបានរៀនហើយក៏លាលោកគ្រូអាចារ្យដើម្បីនឹងទៅកានដែលដីឆ្ងាយសិទ្ធិបុត្រភិក្ខុក៏បានធ្វើដំណើរចេញអំពីក្រុងសាវត្ថីទៅកាន់បច្ចុន្តក្រៀមហើយប្រព្រឹត្តនៅសមណធម៌នៅទីនោះអស់រយៈពេល12ឆ្នាំហើយក៏មិនបានសម្រេចគុណធម៌អ្វីដែរក្នុងរយៈពេល12ឆ្នាំនឹងចំណែកឯមេត្តាបិតាវិញតាំងតែអំពីកូនប្រុសបានបួសទៅពួកកម្មករពួកញាក់បំរានាំគ្នាកេងបន្លំយកទ្រព្យរបស់ពួកគាត់នឹងទៅតាមការសបាយទៅតាមអារម្មណ៍របស់គេដោយគ្មានកោតក្រែងពួកគាត់ឡើយរហូតដល់អស់ទ្រព្យរលីងពីផ្ទះហើយក៏គិតគ្នាលក់ពីផ្ទះទៀតផងបន្ទាប់ពីលក់ផ្ទះហើយក៏នាំគ្នាទៅរស់នៅក្រោមដើមឈើនិងសម្ញាប់ផ្ទះញាក់ដតីកាលដើម្បីដោសុំទានគេពីផ្ទះមួយទៅផ្ទះមួយដើម្បីបានចិញ្ចឹមជីវិតពីអ្នកប្តីប្រពន្ធចាស់នឹងពេលមួយនោះមានភិក្ខុដែលគង់អាស្រ័យនៅក្នុងក្រុងសាវត្ថីបានធ្វើដំណើរចេញពីក្រុងសាវត្ថីនឹងទៅបច្ចៈចន្ទក្រៀមដែរក្នុងកាលនោះភិក្ខុដែលត្រូវជាសិទ្ធិបុត្រនោះបានដំណឹងថាភិក្ខុអកដ្ឋកៈមកអំពីក្រុងសាវត្ថីអញ្ចឹងក៏ទទួលរយៈសំណេរសំណាលសពគឺបើប្រការថ្វាយបង្គំសាកសួរអំពីដំណឹងព្រះសម្មាសម្ពុទ្ធតើព្រះអង្គយ៉ាងណាទៅហើយអគ្គសាវកតើយ៉ាងណាដែរភិក្ខុអគិនតតកៈក៏បានរាយរាប់អំពីព្រះសម្មាសម្ពុទ្ធតាមដំណើររឿងចប់សពគ្រប់ហើយភិក្ខុដែលជាសទ្ធិបុត្រក៏បានសួរបន្ថែមទៀតថាលោកម្ចាស់តើនៅក្រុងសវត្ថីនឹងតើលោកម្ចាស់ស្គាល់លោកសិទ្ធិឈ្មោះនេះដែរឬទេអាវសអើយអាវសកុំសួររឿងលោកសេដ្ឋីនឹងអីបើរឿងដតីអីសួរទៅតែកុំសួររឿងនឹងអី លោកម្ចាស់ហេតុអីបានជាខ្ញុំគូណាមិនគួរសួរចំពោះលោកសេដ្ឋីនឹងចឹងណែអកុសលអ្នកដឹងទេសិទ្ធិនឹងពីមុនជាអ្នកមានទ្រព្យសម្បត្តិច្រើនបានលើមកថាកូនប្រុសរបស់លោកសិទ្ធិនឹងជាកូនប្រុសម្នាក់បានសុំលោកសិទ្ធិទៅបួសតាំងអំពីសិទ្ធិបុត្រនឹងបួសទៅស្រាប់តែលោកសិទ្ធិទាំងពីរនាក់នឹងក៏ធ្លាក់ខ្លួនក្ររហូតដល់សពថ្ងៃនឹងខ្លាចជាអ្នកដើរសុំទានគេកាន់អំបែងម្នាក់មួយដើរសុំគេនឹងអាស្រ័យនៅក្រោមដើមឈើនិងសម្រាប់ផ្ទះរបស់អ្នកស្រុកសិទ្ធិបុត្រភិក្ខុគ្រាន់តែលើប៉ុណ្ណឹងក៏កើតទុកយំនឹកគិតថាមានហើយអាត្មាមកបួសចោលឪពុកម្ដាយ12ឆ្នាំហើយហើយសិទ្ធិបុត្រក៏បានប្រាប់ភិក្ខុអគុណតកៈថាបើពិតលោកម្ចាស់ខ្ញុំកូណានេះឯងគឺជាកូនរបស់លោកសេដ្ឋីនឹងហើយពេលដែលសិទ្ធិបុត្រភិក្ខុបានបបថាលោកគឺជាកូនប្រុសរបស់លោកសេដ្ឋីនោះហើយភិក្ខុអតកុណតកៈបានប្រាប់ថាមនាលអវសោអ្នកបានបោះបង់ពួកគាត់យូរហើយឥឡូវនេះអ្នកគួរតែទៅទំនុកបំរុងពួកគាត់វិញទៅបន្ទាប់មកភិក្ខុដែលជាសិទ្ធិបុត្របានប្រគល់នៅទីកន្លែងនឹងឲ្យភិក្ខុអតកុណតកៈទៅហើយរៀបចំថ្វាយបង្គំភិក្ខុអតកុណតកៈនឹងហើយក៏ធ្វើដំណើរពីបច្ចន្តគ្រានឹងទៅកាន់ក្រុងសាវត្ថីវិញ លុះពេលមកដល់ក្រុងសាវត្ថីក៏មានផ្លូវមួយបែកជាពីរ
ផ្លូវមួយសម្រាប់ធ្វើដំណើរទៅក្រុងឯផ្លូវមួយទៀតសម្រាប់ធ្វើដំណើរទៅវត្តចេតពុនហើយក៏គិតថា តើអាត្មាអញគួរទៅផ្លូវណាមុនណោះមេតាបេតារបស់អាត្មាអញខានជួបយូរហើយប៉ុន្តែថាទៅបើសិនបើជាអាត្មាអញសឹកហើយប្រកាសជាមិនងាយមកគាល់មកជួបព្រះសម្មាសម្ពុទ្ធទេដូច្នេះហើយអាត្មាគួរតែធ្វើដំណើរទៅវត្តចេតពុនមុន បន្ទាប់មកលោកក៏បាននិមន្តចូលទៅក្នុងវត្តចេតពុននៅក្នុងថ្ងៃនោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានប្រមើលមើលនៅឧបនិស្ស័យរបស់សត្វក៏បានឃើញភិក្ខុនឹងឯងកាលដែលព្រះទ្រង់ដឹងថាភិក្ខុអង្គនឹងមកដល់វត្តចេតពុនហើយអង្គុយស្ដាប់ព្រះធម្មទេសនានៅខាងក្រោយពុទ្ធបរិស័ទអញ្ចឹងព្រះក៏សម្ដែងអំពីមាតុបស្សចេដកដែលជាព្រះចេដកសម្ដែងអំពីព្រះបរមពោធិសត្វដែលមានការដឹងគុណចំពោះមាតាបិតាអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីកាលដែលភិក្ខុបុស្សក៏អាចទំនុកបំរុងមាតាបិតាបានដែរស្បាប់ហើយភិក្ខុដែលជាសិទ្ធិបុត្រគឺថា អាត្មាសំណាងណាស់ដែលបានមកកាន់វត្តចេតពុនឥឡូវនេះព្រះសម្មាសម្ពុទ្ធព្រះសាស្តាព្រះអង្គទ្រង់បានសម្ដែងអំពីភិក្ខុបុស្សហើយក៏អាចទំនុកបំរុងមេដាបិតាបានដែរអញ្ចឹងអាត្មាបានប្រយោជន៍ទាំងពីរគឺបានចិញ្ចឹមមេដាបិតាផងនិងទាំងខ្លួនឯងនៅក្នុងភេទជាភ្នោះផងបន្ទាប់មកសេដ្ឋីបុត្រភិក្ខុមិនទាន់តែជួបមេដាបិតាភ្លាមទេរងចាំដល់ព្រឹកឡើងទទួលចង្ហាន់ហើយគិតថា បាទអាត្មាអញទៅដោយខ្លួនទៅទេវាមិនសមទេការដែលទៅជួបជាមួយនឹងអ្នកកំសត់ទុរគតអត់មានអាហារបែបនេះបើទៅដែលដៃទៅទេវាមិនសមរម្យទេអញ្ចឹងអាត្មាអញចាំយកបបរយីគូសិន បន្ទាប់ពីបានចង្ហាន់បបរហើយលោកក៏និមន្តចូលទៅក្នុងក្រុងលោកនិមន្តទៅក៏ទៅដល់ផ្ទះចាស់របស់ខ្លួនឯងហើយក៏បានឃើញឪពុកម្ដាយរបស់ខ្លួនកំពុងតែអង្គុយនៅនឹងសម្យាផ្ទះរបស់គេចឹងសេដ្ឋីបុត្រភិក្ខុលោកមានការអួលអាក់ក្នុងចិត្តជាខ្លាំងពុនបែហើយក៏បាននិមន្តទៅឈរនៅនឹងមុខឪពុកម្ដាយក្នុងការនោះលោកសេដ្ឋីដែលជាឪពុកមើលឃើញប្រធារៈនិមន្តមកបន្តបាតចឹងក៏បានប្រាប់លោកថា លោកម្ចាស់ហើយអ្វីតិចតួចដែលត្រូវនឹងដាក់បាតនឹងគឺឥតមានទេសូមលោកម្ចាស់និមន្តទៅខាងមុខទេព្រោះពួកខ្ញុំកណានេះគ្មានអ្វីបន្តិចបន្តួចឡើយ ពេលនោះសិទ្ធិបុត្រភិក្ខុគ្រាន់តែឮញោមប្រុសនិយាយបែបនេះក៏អួលដាំកនឹកគិតថាលោកទាំងពីរធ្លាប់តែជាសិទ្ធិដោយតែអត់មានអីបរិភោគហើយថែមទាំងមុខដេកតាមសម្យាផ្ទះគេបែបនេះខ្លោចចិត្តខ្លាំងណាស់នៅពេលនោះសេដ្ឋីបុត្រភិក្ខុមិនបាននិមន្តទៅណាទេដោយដងខ្លួនរបស់លោកញ័រទៅណាមិនរួចដោយលោកសេដ្ឋីនិយាយពី3ដងលោកនៅតែមិននិមន្តទៅណាដូច្នេះហើយលោកសេដ្ឋីក៏ប្រាប់លោកសេដ្ឋីនេះថា ម៉ែវាអើយម៉ែវាឯងទៅមើលទីមើលតិចកូនយើងទៅណា ពេលនោះញោមស្រីក៏ក្រោកទៅមើលក៏ចំណាំកូនបានលោកសេដ្ឋីនេះគ្រាន់តែដឹងថាជីកូនប៉ុណ្ណឹងគាត់ក៏ទន់ជង្គង់ស្រឹមញ័រអស់ខ្លួនហើយក្រហោយំឯញោមប្រុសពេលដឹងថាជីកូនក៏យំដូចគ្នាចំណែកឯភិក្ខុជីកូនក៏យំខ្សឹកសួរជាមួយឪពុកម្ដាយដែរបន្ទាប់មកភិក្ខុដែលជាកូនក៏បាននាំញោមទាំងពីរទៅរកកន្លែងស្នាក់នៅចាប់តាំងពីពេលនោះមកសេដ្ឋីបុត្រភិក្ខុក៏មើលថែទំនុកបំរុងលោកទាំងពីរលោកតែងតែទៅបិណ្ឌបាតបានចង្ហាន់យកមកជូនញោមទាំងពីរបរិភោគពេលខ្លះមានអ្នកស្រុកប្រគេនសម្ពុតស្លាដកថ្មីមកលោកមិនដែលហ៊ានប្រើនោះទេលោកតែងតែយកទៅកាត់ធ្វើសម្លៀកបំពាក់ថ្មីឲ្យទៅបណ្ដណ្ដប់កុំឲ្យរងាចំណែកខ្លួនលោកវិញលោកតែងតែយកសម្ពុតចាស់ៗដែលសាលពីឪពុកម្ដាយយកទៅបោកគក់ច្រកលក់សម្រាប់ប្រើប្រាស់ខ្លួនឯងសូម្បីតែថ្ងៃខ្លះក៏គ្មានចង្ហាន់ឆាន់ខ្លួនឯងទៀតផងដោយសារតែទំនុកបំរុងញោម
ហើយជីវរដែលលោកប្រាវនឹងគឺសើម៉ោងចាស់ចាស់ណាស់ហើយលោកមានពណ៌សម្បុរកាយស្គាំងស្គមមានសរសៃរវិចរវាងក៏សម្បុរលឿងសិទ្ធិបុត្រភិក្ខុលោកអាស្រ័យទៅលើការចិញ្ចឹមមេដាបេដានេះអស់កាលដ៏យូរពេលមួយសប្រាមាចារ្យភិក្ខុផងគ្នាឃើញលោកសើម៉ោងចាំងក៏សួរទៅលោកថា មនាលអវសោពីមុនជាមនុស្សមានពណ៌សម្បុររាងកាយនឹងស្រស់បោះគួរឲ្យពេចពិលរមិលមេលចុះឥឡូវមិនក៏អវសោកើតរោគស្គាំងស្គមកើតរោគស្លេកស្លាំងជាងសម្បុរនឹងក៏អាប់ហើយថែមទាំងមានរោគលឿងទៅទៀតតើអវសោនឹងមានអាភ័យអ្វីមិន ខ្ញុំក៏ណាមិនមានអាព្យាតអីនោះទេហើយចុះហេតុអីបានជាស្គមចឹងដោយសារតែខ្ញុំកណាទំនុកបំរុងមេត្តាបិតា សេដ្ឋីបុត្រភិក្ខុក៏បានរៀបរាប់គ្រប់រឿងទាំងអស់នៃការទំនុកបំរុងមាតាបិតាប្រាប់ទៅដល់សប្រាមាចារ្យភិក្ខុផងគ្នាពេលនោះភិក្ខុផងគ្នាបានលឺហើយក៏ពោលតេះដៀវថា ណែអវសោព្រះសម្មាសម្ពុទ្ធទ្រង់តេះដៀលចំពោះភិក្ខុណាដែលធ្វើសទ្ធារបស់ទីយុឲ្យធ្លាក់ចុះដោយឲ្យបណ្ឌិបាតដល់ក្រហាហេតុអ្វីបានជាអវសោធ្វើរឿងនឹងទៅវិញ សេដ្ឋីបុត្រភិក្ខុពេលឮបែបនេះក៏អន់ចិត្តថាអាត្មាអញខុសហើយដែលទំនុកបំរុងញោមចឹងបន្ទាបមកប៉ុណ្ណឹងហើយមិនតន់ចាប់ទេភិក្ខុទាំងឡាយក៏ចូលទទួលរឿងនឹងដល់ព្រះសម្មាសម្ពុទ្ធទៀតពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ក៏ឲ្យហៅភិក្ខុដែលចិញ្ចឹមក្រហោះមកហើយព្រះអង្គទ្រង់ត្រាស់សួរថា មនាលភិក្ខុឮថាអ្នកទំនុកបំរុងក្រហោះមែនឬ បបិទ្ធព្រះអង្គដ៏ចម្រើនគឺពិតមែន ក្រោយលឺបែបនេះហើយព្រះសម្មាសម្ពុទ្ធព្រះសាស្តាកាលដែលព្រះអង្គទ្រង់ចង់ប្រកាសនូវគុណរបស់ភិក្ខុនឹងក៏បានសាកសួរតទៅទៀតថា មនាលភិក្ខុក្រហមអ្នកកំពុងតែទំនុកបំរុងនឹងតើក្រហមនឹងត្រូវជាអ្វីជាមួយនឹងអ្នក បបិទ្ធព្រះអង្គដ៏ចម្រើនក្រហោះដែលខ្ញុំព្រះអង្គទំនុកបំរុងគឺជាញោមប្រុងនិងញោមស្រីរបស់ខ្ញុំព្រះអង្គ ពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានពោលសរសើរភិក្ខុនោះថា សាធុប្របីហើយភិក្ខុអ្នកបានធ្វើដំណើរទៅតាមផ្លូវរបស់តថាគតដែលតថាគតបានធ្វើដំណើរហើយ ភិក្ខុទាំងឡាយក៏បានអរតនាព្រះសម្មាសម្ពុទ្ធដើម្បីនឹងសម្ដែងថាតើដំណើរផ្លូវដែលព្រះអង្គធ្លាប់បានធ្វើដំណើរនោះតើយ៉ាងណាពេលនោះព្រះអង្គទ្រង់ទទួលក៏អរតនាហើយក៏សម្ដែងថានៅក្នុងកាលនោះមានស្រុកមួយមិនឆ្ងាយពីក្រុងពីរាណសីប៉ុន្មានទេដែលជាស្រុករបស់អ្នកនេរាសាទដែលអ្នកភូមិដែលរស់នៅទីនោះប្រកបរបររកត្រីដើម្បីចិញ្ចឹមជីវិតហើយនៅក្នុងស្រុកនោះមានភូមិពីរដែលភូមិមួយនៅខាងឯនៃស្ទឹងទន្លេកង្គៀឯភូមិមួយទៀតនៅខាងនាយនៃទន្លេកង្គៀភូមិទាំងពីរត្រូវបានគ្រប់គ្រងដោយបុរសពីរនាក់ដែលត្រូវជាសម្លាញ់នឹងគ្នាពួកគេទាំងពីរស្រឡាញ់រាប់អានគ្នាណាស់ហើយក៏បានសន្យានឹងគ្នាថា សម្លាញ់ថ្ងៃក្រោយប្រសិនបើយើងបានកូនយើងនឹងផ្សំផ្គុំកូនយើងទាំងពីរឲ្យបានជាប្តីប្រពន្ធនឹងគ្នា ប្រកាសណាស់សម្លេង បន្ទាប់ពីពួកគេបានសន្យាគ្នាហើយក្រោយមកមិនយូរប៉ុន្មានបុរសដែលនៅខាងឯងបានប្រសូតកូនប្រុសមួយយ៉ាងស្អាតមានពណ៌សម្បូរដូចជាមាសហើយបានដាក់ឈ្មោះឲ្យកូនប្រុសនោះថាទុគលណកុមារដែលសារតែពពួកញាតិបានទទួលកូនប្រុសនឹងដោយសម្ពុតដែលមានឈ្មោះថាទុគលភេស្ពរចំណែកឯគ្រួសារត្រកូលខាងនាយឯនូរីងក៏បានប្រសូតកូនស្រីមួយដែរហើយបានឲ្យឈ្មោះថាបារិកាលុះចំណេរការតទៅកុមារាកុមារីទាំងពីរក៏បានចម្រើនវ័យពេញរូបពេញរាងគម្រប់អាយុ16ឆ្នាំមាតាបិតាក៏បានផ្សំផ្គុំជាស្វាមីភរិយានឹងគ្នាពេលនោះឪពុកម្ដាយខាងតកូលអ្នកកុមារបានប្រាប់កូនថា កូនហើយកូនប្រុសឪពុកម្ដាយបានសន្យាជាមួយនឹងសម្លាញ់របស់ឪពុកម្ដាយថានឹងស្ដីដណ្ដឹងកូនស្រីរបស់គេយកមកឲ្យកូនហើយកូនរបស់គេស្អាតណាស់កូនស្អាត
សមនឹងកូនឯងណាស់ ទូគូណបណ្ឌិតគ្រាន់តែលឺប៉ុណ្ណឹងខ្ទុកត្រចៀកហើយប្រាប់ទៅមេតាបិតាវិញថា បពិតលោកឪពុកអ្នកម្ដាយរឿងការមានប្រពន្ធនឹងកុំគិតគូអីខ្ញុំមិនត្រូវការដោយភរិយាទេនៅពេលដែលអស់ពីមេដាបិតាទៅខ្ញុំនឹងទៅបួសហើយ ចំណែកឯខាងនាងបារិកាវិញឪពុកម្ដាយរបស់នាងក៏បានប្រាប់ដូចគ្នាថា កូនស្រីម្ដាយនិងឪពុករបស់កូនបានលើកកូនឲ្យទៅជាភរិយារបស់កូនសម្លាញ់របស់ឪពុកម្ដាយហើយកូនគេក៏ស្អាតបាទហើយរូបរាងក៏សមរម្យទៀតផងគឺស័ក្តិសមជាមួយនឹងកូនណាស់ ពេលលឺម្ដាយឪពុកពោលបែបនេះហើយនាងបារិកាក៏បានប្រាប់ម្ដាយឪពុកវិញថា លោកពុកអ្នកម៉ែអ្នកទាំងពីរកុំនិយាយអំពីរឿងនេះអីខ្ញុំមិនត្រូវការដោយស្វាមីទេ នាងបារិកានិងទុគូណុកបណ្ឌិតប្រកែកមិនព្រមជាមួយឪពុកម្ដាយរបស់ពួកគេប៉ុន្តែប្រកែកមិនបានឡើយព្រោះឪពុកម្ដាយទាំងសងខាងបានព្រមព្រៀងរួចរាល់ហើយមានថ្ងៃមួយទុគូណុកបណ្ឌិតក៏បានផ្ញើសារសម្ងាត់មួយឲ្យទៅនាងបារិកាហើយនាងបារិកាក៏បានផ្ញើសារសម្ងាត់មួយទៅឲ្យទុគូណុកបណ្ឌិតក្នុងពេលតែមួយដូច